េងកងកាលពីព្រេងនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ប្តីប្រពន្ធឈ្មោះនាងនីមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនជិតខាងគេបបួលគ្នាទៅរកអុសឯនាងនីឮគេថាបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅផងដែរលីដឹងចូលព្រៃបានឃើញអុសមួយធំនាងនីយកដឹងពុះអុសលុះពុះយូរបន្តិចក៏ដឹងរង្គោះធ្លាក់ចូលទៅក្នុងរន្ធពោះនាងនីមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យឯពស់កេងកងឆ្លើយឡើងថាបើនាងឯងឲ្យអញធ្វើប្រពន្ធអញទើបអញឲ្យដឹងបើនាងឯងមិនឲ្យអញមិនធ្វើជាប្រពន្ធអញទេនោះអញមិនឲ្យដឹងទេនាងនេះលើពស់កេងកងថាដូច្នោះហេតុតែជាស្រីខូចក៏ទទួលព្រមលែងតែអ្នកឲ្យដឹងមកខ្ញុំចុះចាំល្ងាចសុំខ្ញុំឲ្យមេអេតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកនាងនេះផ្ដាំថាដល់ល្ងាចសុំឲ្យមេអេតមកហៅហើយនាងនេះក៏ទូលអុសទៅផ្ទះជាមួយនឹងនាងអេតទៅលុះដល់ប្រលប់នាងនេះក៏ប្រើមេអេតជាកូនឲ្យទៅហៅពស់កេងកងនាងអេតទៅដល់ឈរនៅចាំមាត់រន្ធពស់ហៅថាពស់កេងកងអើយនាងនេះឲ្យហៅឯពស់កេងកងឮហើយលូនចេញមកនាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺស្ញើចអស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនេះនាងនេះនិយាយឆ្លើយថានាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំ 2-3 ឆ្នាំមកម្ដង 2-3 ឆ្នាំមកម្ដងពស់កេងកងសួរថាប្តីនាងឯងទៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់នាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតនឹងមកដល់ទេពស់កេងកងនិងនាងនេះក៏ដេកលក់ជាមួយគ្នាទៅដល់ចិត្តភ្លឺទៅពស់កេងកងលានាងនេះទៅរងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏ទៅឯរោងខ្លួនវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ត្បិតពស់នោះធំណាស់ហើយវែងផងមួយទៀតខឹងក្នុងចិត្តត្បិតម្ដាយសាហាយនឹងពស់នាងអេតទៅដល់មាត់រូងហើយហៅថាពស់កេងកងអើយនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេតអើយថាអញមិនទៅឪពុកអេតទៅកាត់ក្បាលអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួយអង្កាំ 2-3 ឆ្នាំមិនទាន់មកដល់ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញពីរន្ធមកហើយចេះតែទៅមកតែសប្តាហ៍ថ្ងៃ
នាងនេះសហាយនឹងពោះកេងកងទាល់តែផើមលុះយូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពោះធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សហាយនឹងពោះកេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសប្តាហ៍ថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាដល់ល្ងាចហងឯងទៅហៅពោះនោះទៀតអញចាំកាត់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពោះកេងកងថាពោះកេងកងពោះកេងកងនាងនេះឲ្យហៅពោះកេងកងឮហើយឆ្លើយថាអេតអើយអេតថាអញមិនទៅឪពុកអេតនៅកាត់កអញដាច់នាងអេតឆ្លើយថាឪពុកអញទៅជួយអង្កាំពី3ឆ្នាំមិនទាន់មកដល់ពោះកេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកនាងមិនទាន់មកដល់ពីជួយអង្កាំមែនក៏ទៅដូចសពថ្ងៃឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ពោះកេងកងលូនចូលទៅក្នុងទ្វារបន្តិចឪពុកនាងអេតកាត់កដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាតមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រីឯបណ្ដោយខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពោះជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំបានដឹងថាប្តីកាប់ពោះសហាយស្លាប់ទេព្រោះពេលនោះនាងមិននៅទេទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពោះមកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លមេអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យមេអេតដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លមកឲ្យនាងនេះជាម្ដាយស៊ីមានក្អែកមួយវាឃើញក្បាលពោះដាក់លើមេឃពុត្រីវាចង់ស៊ីសាច់ពោះវាបោលថាកូនឡូវក្លែមក្លមលេបសាច់ប្តីឯងនាងនេះកំពុងស៊ីបាយលើក្អែកបោដូច្នោះក៏មើលទៅលើមេឃពុត្រាឃើញក្បាលពោះកេងកងលើមេឃហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលឹកកូនចៅរលងទឹកភ្នែកឯក្អែកនោះចេះតែបោលថាកុកលើក្លែមក្លមលេបសាច់ប្តីឯងក្បាលដាក់លើមេឃដើមពុត្រាកន្ទុយដាក់លើស្កាតនាងនេះមើលទៅលើស្កាតឃើញកន្ទុយពោះកេងកងលើនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពោះកេងកងពិតប្រាកដហើយក៏នឹកភ្នោកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនទេដល់នាងនេះផើមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែ2នាក់ម្ដងនាងនេះមិនដឹងខ្លួនឯងថាប្តីសម្លាប់ស្មានថាជាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាលស្អាតប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយហើយឈប់កក់សក់នៅទីនោះឯនាងនេះមិនដឹងខ្លួនជាប្តីគិតសម្លាប់ក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដាវកាប់នាងនេះពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធ
តែកូនពស់លូនចេញអំពីពស់នាងនេះមកប្តីនាងក៏កាត់ពស់នឹងដាវខ្លះកាប់មិនទាន់ក៏លូនចូលទៅក្នុងក្រហែកដីខ្លះមុជក្នុងទឹកខ្លះចូលទៅក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនយ៉ាងមកដល់សប្តាហ៍ថ្ងៃឥឡូវនេះការឃ្លាតឆ្ងាយណែចិត្តធ្វើឲ្យមនុស្សមានការផិតក្បត់គ្នាដោយមិនមានភាពស្មោះត្រង់ដូចរឿងពស់កេងកងនេះជាដើមរឿងគង់ហ៊ានកាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់មានប្រពន្ធពីរមួយឈ្មោះនាងអាំមួយឈ្មោះនាងគុំថ្ងៃមួយអ្នកគង់នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយតាមផ្លូវនៅស្រុកនោះមានខ្លាសាហាវអ្នកគង់បណ្ដើរប្រពន្ធទាំងពីរនាក់ទៅដល់ព្រៃធំមួយជិតស្រុកគេព្រៃនោះតែងមានខ្លាដេញខាំមនុស្សក្របីគោស៊ីតែរឿយលុះអ្នកគង់ទៅដល់កន្លែងនោះខ្លាក៏ស្ទុះដេញស្រែកសន្ធប់ពីចម្ងាយមកអ្នកគង់រត់ចូលរូងឈើញ័រដៃញ័រជើងរៀកនោមព្រោះភ័យណាស់នាងអាំនិងនាងគុំខំព្រួតគ្នាវាយខ្លានោះរហូតដល់ស្លាប់ទៅឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះមនីចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀតប្រពន្ធទាំងពីរបន្ទោសប្តីថាខ្លាគេវាយងាប់ហើយធ្វើជាមកវាយថែមទៀតប្រុសអីយ៉ាងនេះកំសាកញីដូច្នេះអ្នកគង់ជេរបំពេញទៅប្រពន្ធថាមិនដែលមានស្រីណាវាយខ្លាស្លាប់ទេមានតែប្រុសទើបហ៊ានវាយខ្លាទាល់តែស្លាប់ហើយអ្នកគង់ក៏បានបោចវល្លិចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុកអស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមកគេបបួលគ្នាទៅមើលពាសពេញទាំងភូមិហើយគេសួរថាអ្នកឯងធ្វើដូចម្ដេចបានជាបានខ្លានេះត្បិតខ្លានេះសាហាវណាស់វាតែងតែខាំមនុស្សម្នាក្របីគោស៊ីច្រើនណាស់ហើយប្រពន្ធអ្នកគង់ក៏និយាយប្រាប់អ្នកស្រុកថាអ្នកគង់គាត់ឃើញខ្លាវាបោលមកគាត់រត់ចូលក្នុងរូងឈើខ្ញុំពីរនាក់ជាស្រីព្រួតគ្នាវាយខ្លាទាល់តែស្លាប់អ្នកគង់ឮប្រពន្ធនិយាយប្រាប់ដូច្នោះក៏បញ្ជោរំលោភទៅលើប្រពន្ធថាមិនដែលមានស្រីណាខ្លាំងពូកែហ៊ានវាយខ្លាស្លាប់ទេមានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាឲ្យស្លាប់បានអ្នកគង់ក៏អួតប្រាប់អ្នកស្រុកថាកាលដែលខ្លាវាស្ទុះមកនឹងខំដូច្នោះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាបានហើយអ្នកគង់ធ្វើជាលោតគុណវាខ្លាឲ្យអ្នកស្រុកមើលឯអស់អ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថាគង់ហ៊ានតាំងពីថ្ងៃនោះមកឮល្បីឈ្មោះគង់ហ៊ានជាអ្នកពូកែចេះគុណវាខ្លាស្លាប់រឿងនេះជ្រាបដល់ស្ដេចក៏ឲ្យយកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្គ្រាមលុះយូរបន្តិចទៅជួនជាមានសឹកគេលើកមកច្បាំងយកនគរស្ដេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំងគង់ហ៊ានឮស្ដេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នោះភ័យណាស់ពុំដឹងបើគិតដូចម្ដេចនឹងមិនទៅច្បាំងមិនបានត្បិតស្ដេចទ្រង់ប្រើហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផងត្រឡប់មកវិញដេកសន្ធឹកសន្ធៃអត់បាយប្រពន្ធទាំងពីរចូលទៅសួរថាម្ដេចបានជាអ្នកដេកអត់បាយដូច្នេះតើមានហេតុអ្វីប្រការអ្វីដែរ
គង់ហ៊ានប្រាប់ថាត្បិតស្ដេចទ្រង់ប្រើបងឲ្យទៅច្បាំងសឹកឥឡូវនេះបងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្ដេចទេប្រពន្ធឆ្លើយឡើងថាអ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែតងូតទឹកឲ្យស្រួលខ្លួនចុះគង់ហ៊ានឮប្រពន្ធលួងលោមដូច្នោះបានធូរក្នុងចិត្តក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់ទៅច្បាំងលុះរៀបរួចហើយដល់បានវេលាល្អក៏ចូលទៅក្រាបបង្គំលាស្ដេចចេញទៅច្បាំងយកទាំងប្រពន្ធទៅផងគង់ហ៊ានជិះទាំងក្បាលដំរីប្រពន្ធជិះខាងក្រោយមានរេពលហែហោមអមមុខក្រោយជាក្បួនទ័ពត្រៀមត្រាពីពេញលុះជិះទៅចិត្តខ្មាំងសត្រូវមើលឃើញច្បាស់ប្រកបគង់ហ៊ានភ័យណាស់លិចអាចលិចនោមញ័រដៃជើងដូចគេអង្រួនក្បាលដំរីឯដំរីគិតស្មានថាគេអង្រួនខ្លួនឲ្យបោចូលក៏ចេះតែបោលសម្រុកចូលទៅមុនរេពលទាំងអស់គ្មាននរណាតាមទាន់ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែប្រះអាយុដោយខ្លួនទៅគង់ហ៊ានឃើញខ្មាំងរត់ទៅអស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាម៉ឺននិងរេពលកើតសរសើរអស់នាម៉ឺនឃើញគង់ហ៊ានលិចអាចដាក់ក្បាលដំរីស្អុយពីពេញដូច្នោះគេសួរថាលោកមេទ័ពថ្វីក៏លិចលិមួកដូច្នេះគង់ហ៊ានឆ្លើយឡើងថាបើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុកសัตว์ឯណាបានមានតែដោះទុកសัตว์លើក្បាលដំរីដូច្នេះឯងបើរវល់តែដោះទុកសัตว์ខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬអស់នាម៉ឺននិងរេពុលឬគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថាគង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញហើយចូលទៅក្រាបថ្វាយបង្គំស្ដេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅទ្រង់ត្រេកអរណាស់ទ្រង់ព្រះរាជទានយុស័កជានិមឺនធំហើយព្រះរាជទានព្រះរាជទ្រព្យគ្រឿងបណ្ណាការជាច្រើនតាំងពីថ្ងៃនោះមកគង់ហ៊ានរត់តែអួតខ្លាំងពូកែក្អេងក្អាងឡើងទៀតលុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខំអស់មនុស្សម្នាអ្នកជួញដូរឈ្មួញលក់ដូរដើររកស៊ីខាងជើងទឹកជើងកំពង់គេខ្លាចរអាគ្រប់គ្នាមិនមាននរណាហ៊ានចុះមួយទឹកឬដើរងូតទឹកសោះអស់រិះលំបាកចិត្តណាស់រឿងនោះក៏ជ្រាបទៅដល់ស្ដេចទ្រង់ត្រាស់ប្រើឲ្យគង់ហ៊ានទៅចាប់ក្រពើឯគង់ហ៊ានឬព្រះបន្ទូលដូច្នោះនឹកភ័យណាស់ប៉ុន្តែមិនហ៊ានទៅតឹងព្រះបន្ទូលក៏ទទួលថានឹងយកអាសាសូមទ្រង់កំព្រួយព្រះរាជរហត្ថីគង់ហ៊ានត្រឡប់មកដល់ផ្ទះនិយាយប្រាប់ប្រពន្ធគេអើយឥឡូវនេះស្ដេចទ្រង់ប្រើយើងឲ្យទៅចាប់ក្រពើក្នុងទន្លេត្បិតក្រពើសាហាវណាស់ម្ដងនេះឃើញជាមិនរួចខ្លួនទេមុខជាក្រពើខំស្លាប់មិនខានពីមុននៅលើគោកគ្រាន់តែនឹងមើលទេឃើញឥឡូវនេះនៅក្នុងទឹកធ្វើដូចម្ដេចនឹងកិច្ចរួចប៉ុន្តែស្ដេចទ្រង់ប្រើហើយនឹងមិនទទួលក៏មិនបានបើដូច្នេះមានតែទៅលោតទឹកឲ្យក្រពើខំស្លាប់តែម្ដងទៅគង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅអស់កូនក្មួយមកធ្វើជាទៅចាប់ក្រពើអស់មនុស្សម្នាមហាជនបានឮថាគង់ហ៊ានបានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពីពេញភូមិលុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្រອບច្រាំងត្រង់ទីដែលមានដើមឈើដុះចិត្តគ្នាមានប្រគៀបគាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខំឲ្យស្លាប់ទៅប៉ុន្តែក្រពើវាលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រឹតប្រឹងលោតឡើង
đôi kê pro họ nông pro kịp chữ cho bẹ cận đà khuôn rụt từ một con mình ruột thôi còi có mình ruồi cùng hiển mỗi từ nông tức ngợp làng khơi cờ pơ cho nâng đàm chữ đôi nóc sai bằng quap con mùi ao dốc lông bèn một chạ cặp cờ pơ nút slap từ ai nè đại mờ tiếng phần màn cái kết man thà công hiến chập cờ pơ bỏ một ao chọp nâng đàm chữ có cao khai công hiến cày lèn công hiến ban khơi cờ pơ slap đôi nó có rừng rực tay cái ang ụt khăng bù cài làng tiết hai châu từ crab tu sách tam khuôn ban chập cờ pơ chào làng một lực cốt sạch cờ trùng sắp beri hạt tây pro beri tiền du sắc ao công hiền lang chỉ thông lực bị môn tiết hỏi trung beri tiền ẩm na tiếng đồng quán chỉ chán phòng đài rừng ní tầm nang ao sầm náp dùng đầy xây dùng bồ rót cứ bưng bẹ xây khné từ vĩnh từ mộtរឿងមាយាស្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសពថ្ងៃថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់នឹងយកសហាយធ្វើប្តីហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលោបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជធូបទៀនហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាអើបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោរឲ្យប្តីនាងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលទៅផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសួរថាគេអើយបានអីស៊ីបាយនឹងមេនោះឆ្លើយថាខ្ញុំបានមេមាន់នឹងពងក្រាបមួយសម្បុកស្ងោរទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីអញ្ចឹងប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមាន់ក្រាបមកឲ្យប្តីស៊ីប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោហឺ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 អរណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឮធ្ងោហឺហឺឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីក្នុងពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯង
ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអរណាស់ត្បិតត្រូវនឹងពាក្យដែរអ្នកតាបន់លុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងោហឺទៀតមេនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដោយគេដកចេញពីពាងមកក៏អោនខ្សឹបថាអ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងល់ដដែលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់មើលបានដឹងថាប្តីស្រោចទឹកក្តៅស្លាប់សាហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូតតែប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះព្រឹកប្រហៀមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលបលួចអីវ៉ាន់អ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវព្រែកគេយកមកហោលជុំវិញផ្ទះឯចោលទាំង4នាក់នោះឃើញហើយគិតស្មានថាមេនោះមានណាស់តើយប់នេះយើងទៅលបលួចវាឲ្យបានពុំខានសពថ្ងៃយើងស្មានថាវាជាអ្នកក្រមេនោះក៏ហាលសម្ពុតហូលអាវព្រែកនោះលុះដល់ពេលល្ងាចយកទៅជូតគេវិញហើយយកខ្សែរឹតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចោលចូលលួចមកខ្សែងយកទៅឯចោលទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពីងមួយចងមាត់ជាប់បើកពុំរួចចោលទាំង4នាក់និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពីងនេះហើយបើដូច្នេះត្រូវតែសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើលអាមួយលូកដៃទៅត្រូវសក់វើយសោតដកដៃចេញអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកត្រូវច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលូកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចោលទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចោមរោមចាប់វាវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពុងរកទិញអីវ៉ាន់ត្បិតមានសំពៅទៅបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោលទាំង4នាក់នោះចោលឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណាហើយអ្នកបើអ្នកវីខ្ញុំក៏អត់ប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចែកគ្នាចាយលេងចោលទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចោលទាំង4នាក់ថាអ្នកឈរចាំខ្ញុំនៅលើជ្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះអ្នកនាំគ្នាចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចោលទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោលទាំង4នាក់វាថាចោលនោះជារបស់វាហើយ
ចង្អុលបង្ហាញនាយសំពៅថានោះណវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅកុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់តម្លៃប៉ុន្មានមនុស្សថាម្នាក់2ណែលនាយសំពៅ1ណែលកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃហៅចោលទាំង4នាក់ចោលទាំង4នាក់គិតស្មានថាវាហៅទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមនុស្សក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមនុស្សដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្របផ្លូវនោះឯចៅទាំង4នាក់លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាមេនេះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចោលទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនុដេកចៅ3នាក់ឡើងទៅដេកលើមែកដោយខ្លួន2គ្នាចៅម្នាក់ទៀតឡើងទៅក៏ជួបនាងនោះនៅលើចុងឈើចៅនោះថាហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ទៅណារួចហើយចៅនោះក៏បានវាយនាងនោះទៅរឿងកុហកស៊ីកាលពីព្រេងនាយមានក្មេងម្នាក់នៅជាមួយម្ដាយចិញ្ចឹមជ្រូកកំរាវមួយដល់ជ្រូកនោះធំឡើងក្មេងនោះចង់ស៊ីសាច់ជ្រូកក៏និយាយនឹងម្ដាយថាម៉ែខ្ញុំចង់ស៊ីសាច់ជ្រូកសូមម៉ែឲ្យខ្ញុំកាប់ជ្រូកយើងនោះស៊ីផឹកស្រាម្ដងទៅម្ដាយខាត់ថាកុំឯងស៊ីអីក៏ច្រើនម្លេះទុកវានឹងលក់យកប្រាក់កាក់ចាយវិញកូនឮម្ដាយខាត់ដូច្នោះក៏នឹកតែក្នុងចិត្តចង់ស៊ីសាច់ជ្រូកតែសប្តាហ៍ថ្ងៃពុំមានភ្លេចឡើយមានកាលថ្ងៃមួយកូននោះភ្ញាក់ឡើងពីដេកនិយាយប្រាប់ម្ដាយថាត្បិតទេវតាប្រាប់ខ្ញុំថាមានមាសប្រាក់ច្រើនណាស់ម៉ែសូមម៉ែជូនខ្ញុំទៅយកម្ដាយឮកូននិយាយប្រាប់ដូច្នោះសួរថាមាសប្រាក់នោះនៅឯណាកូនឆ្លើយថាម៉ែទៅនឹងខ្ញុំចុះបើខ្ញុំបង្គាប់ដូចម្ដេចម៉ែធ្វើតាមខ្ញុំទៅកូនយកកញ្ជើនាំម្ដាយដើរទៅក្នុងព្រៃឆ្ងាយអំពីស្រុកហើយកូនយកកញ្ជើទៅគ្របលើដីប្រឹងសង្កត់ហើយស្រែកប្រាប់ម្ដាយថាម៉ែជួយសង្កត់ផងមាសប្រាក់នៅក្នុងដីនេះច្រើនណាស់ម៉ែសង្កត់ឲ្យជាប់ចុះខ្ញុំនឹងទៅយកចប់ជីកមកជីកយកមាសប្រាក់ម៉ែឯងនៅសង្កត់ឲ្យជាប់កុំលែងបើម៉ែលែងមាសប្រាក់នេះនឹងបាត់ទៅអស់ហើយឯម្ដាយឮកូនថាដូច្នោះក៏ខំសង្កត់កញ្ជើនោះឲ្យកូនឯកូននោះក៏រត់ត្រឡប់មកផ្ទះវិញចាប់ជ្រូកនោះយកមកកាប់ចម្អិនអាហារបបួលអស់បងប្អូនអ្នកផ្ទះជិតខាងមកស៊ីផឹកស្រាលេងសប្បាយម្ដាយនៅចាំកូនឯព្រៃទន្ទឹមពុំឃើញឃ្លានបាយអស់កម្លាំងរយដៃរយជើងរបូតចេញពីលើកញ្ជើពុំឃើញមានអ្វីសោះលុះម្ដាយចាំយូរពេកនឹកថាកូនបញ្ឆោតហើយក៏លែងកញ្ជើចោលត្រឡប់ទៅផ្ទះវិញឃើញកូនកំពុងតែស៊ីសាច់ជ្រូកផឹកស្រាលេងសប្បាយដូច្នោះក៏ខឹងនឹងកូនណាស់ហើយនិយាយនឹងប្អូនខ្លួនថាត្បិតកូននោះវាខូចណាស់ទុកចិញ្ចឹមមិនបានទេត្រូវឯងច្រកការុងយកទៅទម្លាក់ក្នុងទឹកស្លាប់ទៅប្អូនឮដូច្នោះសួរទៅបងថា
ដំណើរដូចម្ដេចបានជាយកកូនច្រកការុងទៅចោលក្នុងទឹកសម្លាប់បងនិយាយប្រាប់ទៅប្អូនតាមដំណើរសពគ្រប់ថាវាចេះតែបញ្ឆោតអញឲ្យទៅក្នុងព្រៃថាទៅយកមាសប្រាក់ហើយឲ្យអញនៅចាំក្នុងព្រៃលុះត្រាតែដល់ថ្ងៃឃ្លានបាយស្ទើរតែនឹងដាច់ពោះឯវាមកកាប់ជ្រូកស៊ីផឹកស្រាលេងសប្បាយជ្រូកអញតែមួយទុកលក់ឲ្យគេយកប្រាក់ចាយទេតើប្អូននោះក៏ទៅចាប់អាកុហកស៊ីច្រកក្នុងការុងធំចងមាត់ការុងជាប់ល្អហើយលើកលីយកទៅចោលក្នុងទឹកទន្លេលុះទៅដល់មាត់ទន្លេអាកុហកស៊ីនិយាយនឹងមាវាថាលោកមាអាណិតខ្ញុំមុខជាស្លាប់ហើយបើដូច្នេះសូមលោកមាអាណិតទៅយកក្បូនកុហកមកឲ្យខ្ញុំបន្តិចត្បិតខ្ញុំស្លាប់ទៅនឹងទៅនៅឯឋានខ្មោចបើគ្មានក្បូនកុហកនិងកុហកខ្មោចស៊ីពុំបានទេនោះនឹងដាច់ពោះស្លាប់ហើយឯមាឮក្មួយអង្វរដូច្នោះក៏សួរទៅក្មួយវិញថាក្បូនកុហកនោះឯងទុកនៅឯណាក្មួយប្រាប់ទៅមាថាខ្ញុំដាក់នៅលើធ្នឹមមាក៏ដាក់អាកុហកស៊ីទុកចោលនៅមាត់កំពង់ទឹកហើយត្រឡប់មករកក្បូននិងយកមកឲ្យអាកុហកស៊ីវិញកាលនោះមានមនុស្សកើតខ្លងម្នាក់ដើរមកជិតអាកុហកស៊ីក៏ធ្វើនិយាយថាអញមកតមខ្លងក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅឃើញហាក់ដូចជាសះជាហើយមនុស្សខ្លងឮអាកុហកស៊ីថាតមខ្លងក្នុងការុងដូច្នោះដោយខ្លួនកើតខ្លងក៏សួរថាតមខ្លងក្នុងការុងនោះបានជាអ្វីអាកុហកស៊ីប្រាប់ថាត្បិតខ្ញុំកាត់ខ្លងគេឲ្យតមក្នុងការុងនេះយូរថ្ងៃហើយមិនដឹងជាហើយឬនៅទេអាណិតស្រាយមាត់ការុងឲ្យខ្ញុំបន្តិចមនុស្សខ្លងក៏ស្រាយមាត់ការុងឲ្យអាកុហកស៊ីចេញមកអាកុហកស៊ីចេញពីការុងបោះខ្លួនមើលហើយប្រាប់ថាជាខ្លងហើយអាកំឡុងឮពីអាកុហកស៊ីថាតមខ្លងក្នុងការុងជាដូច្នោះក៏និយាយថាឲ្យគ្នាតមខ្លងផងអាកុហកស៊ីឮដូច្នោះអន់ណាស់គិតថាអញរស់ស្លាប់ហើយបានជាអាកំឡុងស្លាប់ជួសអាកុហកស៊ីប្រាប់អាកំឡុងថាបើឯងចង់ជាខ្លងឆាប់ត្រូវកាន់ត្រណមឲ្យជាប់កុំនិយាយស្ដីនឹងអ្នកណាឲ្យសោះបើនរណាមកសួរក្តីមកជេរក្តីមកវាយដូចម្ដេចក្តីត្រូវកុំនិយាយកុំស្ដីខំកាន់ត្រណមឲ្យខ្ជាប់ទើបបានជាអាកំឡុងឬអាកុហកស៊ីថាដូច្នោះក៏ទទួលចាំហើយចូលទៅក្នុងការុងអាកុហកស៊ីចងមាត់ការុងជាប់ហើយរត់ទៅបាត់មាននោះរោគតម្រាអាកុហកស៊ីពុំឃើញដឹងថាអាកុហកស៊ីបញ្ឆោតខ្លួនខឹងណាស់ក៏នឹកក្នុងចិត្តថាបើអញទៅដល់អញនឹងទម្លាក់វាទៅក្នុងទឹកឲ្យស្លាប់ភ្លាមហើយខំដើរទៅដល់ហើយក៏ស្ទុះចូលទៅដាស់វីអាកំឡុងដោយស្មានថាជាអាកុហកស៊ីអាកំឡុងខំអត់ធ្មត់ព្រោះចង់ជាខ្លងលូកវាយធ្លាក់អស់ចិត្តហើយមាននោះក៏លើកការុងបោះចូលទៅក្នុងទឹកឲ្យស្លាប់ឯអាកុហកស៊ីរត់រួចពីនោះទៅជួបនឹងមនុស្សកុហកម្នាក់ចេះកុហកដូចគ្នាកំពុងតែមុជទឹកអាកុហកនោះឃើញអាកុហកស៊ីកំពុងដើរទៅពីឆ្ងាយក៏ធ្វើជាមុជទឹកយូរបន្តិចងើបឡើងហើយលើកកាសឡើងបង្ហាញថាអញមុជទឹកទៅក្រោមមានគេលេងបៀអញលេងឈ្នះបានកាសប្រាក់ច្រើនក៏ប៉ុន្តែយកមកមិនរួចយកបានតែមួយត្រណោតអាកុហកស៊ីឮដូច្នោះក៏ជឿគិតស្មានថាមែនហើយក៏ផ្លាស់សម្ពុតលោតមុជទៅក្នុងទឹកខំមុជទៅទង្គិចក្បាលនឹងគល់ឈើបែកឈាមដឹងខ្លួនថាគេជាមនុស្សកុហកក៏នឹកក្នុងចិត្តឃើញឧបាយកលវិញថាហើយងើបឡើងនិយាយទៅនឹងអាដែលបញ្ឆោតនោះថាអ្នកអើយខ្ញុំមុជទឹកទៅតាមពាក្យអ្នកឯងបាញ់មិញនេះបានឃើញគេលេងបៀប៉ោងច្រើនណាស់
ហើយខ្ញុំលេងឈ្នះគេបានប្រកាសជាច្រើនខ្ញុំទាពីគេថាឲ្យមកទាពីអ្នកឯងនេះតែខ្ញុំមិនព្រមខ្ញុំចេះតែទាគេខឹងនឹងខ្ញុំគេវាយខ្ញុំបែកក្បាលហើយគេថាឲ្យខ្ញុំមកយកពីអ្នកឯងបើអ្នកមិនជឿអ្នកមើលក្បាលខ្ញុំដែលបែកនេះចុះអាកុហកនោះដឹងថាអាកុហកស៊ីមានប្រាជ្ញាចេះកុហកទល់នឹងកុហកមិនចាញ់ខ្លួនក៏ស្រាយកាសចែកគ្នាឲ្យពាក់កណ្ដាលហើយសុំគ្នាធ្វើជាបងប្អូនដើររកស៊ីកុហកគេតាំងពីថ្ងៃនោះមករឿងបុរសចេះថ្នាំពឹសពោះមានថ្ងៃមួយបុរសឈ្មោះសុកធ្វើដំណើរទៅកាប់អុសក្នុងព្រៃលុះទៅដល់ព្រៃជាកន្លែងកាប់អុសនោះហើយឃើញខ្លាធំមួយស្លាប់នៅជើងដំបូកក្បែរច្រកចូលផ្លូវចៅសុកពិនិត្យមើលហេតុចប់សពគ្រប់ឃើញថាខ្លានេះស្លាប់ដោយពោះចឹកព្រោះនៅខាងក្រោមខ្លានោះមានរន្ធពោះមួយបុរសនោះមានចិត្តសប្បុរសចំពោះសាកសពសត្វនោះណាស់ក៏ស្រាយថង់យាមយកថ្នាំមកដុសលាបឲ្យលុះបានមួយស្របក់ខ្លាដឹងខ្លួនឡើងឃើញខ្លួនប្រឡាក់សុទ្ធតែថ្នាំដែលលាបក៏មានសេចក្តីទោមនស្សខឹងក្រោធនឹងបុរសដែលលាបថ្នាំឲ្យនោះហើយស្ដីឲ្យថាហេតុម្ដេចបានជាអ្នកឯងហ៊ានមកធ្វើអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះបុរសនោះឆ្លើយថាយើងដើរមកបានឃើញបងឯងស្លាប់ដោយពោះចឹកហើយយើងដុសថ្នាំលាបឲ្យបងឯងរស់តើខ្លាថាអញបានស្លាប់អីពោះចឹកអញកាលណាអញកំពុងដេកលក់ស្រួលទេតើបើដូច្នោះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារចៅសុកមានសេចក្តីតក់ស្លុតនិងសេចក្តីស្លាប់ជាខ្លាំងក៏អង្វរខ្លាថាបងអើយអាណិតយើងខ្ញុំផងខ្ញុំកុំអាលពីឃាតយើងខ្ញុំក្នុងគ្រានេះចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យបើរកទៅឃើញថាយើងខុសសឹមបងប្រហារជីវិតខ្ញុំបើខ្ញុំត្រូវទុកជីវិតឲ្យខ្ញុំខ្លាក៏ព្រមតាមសេចក្តីអង្វររបស់ចៅសុកវិលមកវិញប្រទះសេះនឹងក្របីនៅក្បែរផ្លូវក៏និយាយថាបងទាំងពីរអាណិតជួយយកអាយុជីវិតខ្ញុំផងព្រោះខ្លាដែលពោះចឹកបានរស់ឡើងវិញហើយដែលយើងដាក់ថ្នាំឲ្យតែវាប្រាថ្នាជីវិតខ្ញុំថាខ្ញុំធ្វើឲ្យវាភ្ញាក់ធ្វើឲ្យប្រឡាក់ខ្លួនវាអស់សត្វទាំងពីរដឹងសេចក្តីសពគ្រប់ក៏ពិចារណាទៅឃើញថាតាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនោះឈ្នះខ្លាប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំអញស៊ីអញជាអាហារពំលែងក៏ប្រាប់ទៅចៅសុកថាបងឯងខុសមែនហើយត្រូវឲ្យខ្លាស៊ីទៅចៅសុករឹតតែភ័យឡើងក៏លាសេះនឹងក្របីដើរយ៉ាងលឿនទៅទៀតលុះប្រទះនឹងសុភាទុនសាយចៅសុកក៏ប្តឹងតាមដំណើរសុភាទុនសាយដឹងរឿងសពគ្រប់ក៏ប្រាប់សុកថាឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួបគ្រាដែលបុរសនោះកំពុងជជែកនឹងខ្លាសុភាទុនសាយទៅដល់ក៏ធ្វើជាសួរថាបងឯងទាំងពីរនាក់ទាស់គ្នាពីរឿងអ្វីខ្លានិងចៅសុកក៏បានប្តឹងតាមដំណើររឿងរៀងខ្លួន
សុភាទុនសាយកាត់សេចក្តីថាបើដូច្នេះត្រូវបងខ្លាឯងទៅដេកនៅត្រង់កន្លែងដដែលឲ្យយូរដូចពីមុនបើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេសឹមបងឯងមកពិឃាតមនុស្សនេះធ្វើជាអាហារចុះខ្លាទៅដេកតាមបង្គាប់របស់សុភាទុនសាយពស់ក៏ចេញពីរុនមកចឹកខ្លានោះស្លាប់ទៅសុភាទុនសាយឃើញខ្លាស្លាប់ហើយក៏ប្រាប់ទៅបុរសនោះថាបងឯងកុំលាបថ្នាំឲ្យវាទៀតប្រាប់ហើយក៏លាចៅសុកទៅលំនៅវិញទៅនេះបានហៅថាធ្វើគុណបានទោសមែន